ការប្រកួតដ៏កក់ក្ដៅបានមកដល់ទីហើយបងប្អូនជុំនេះសិតតែគូធំនៅលីកកម្ពុជារបស់អង់គ្លេសអេដមីនមាន3គូពិសេសបាទធ្វើការពិភាក្សាជុំបងប្អូនសម្រាប់ការប្រកួតគូធំមិនគួររំលងទាល់តែសោះក្រុម Manchester United ស្វាគមន៍ក្រុម Crystal Palace ខណៈដែល Spurs ត្រូវទៅលេងទឹកដី Ben Contact របស់ Fulham ការប្រកួតចំនួនដ៏ធំ Derby London បាទគឺក្រុមកំភ្លើងធំ Arsenal ប៉ះជាមួយក្រុម Tottenham Chelsea សួស្តីទៅកាន់បាទប្រិមត្តទាំងអស់គ្នាស្វាគមន៍មកកាន់ការវិភាគបាល់ទាត់ជាមួយខ្ញុំបាទ MC ក្រុមសលសាជាថ្មីការប្រកួតគូទី1នេះនៅ Premier League បាទពីក្រុមបៃសាយក្រហម Manchester United បាទទទួលក្រុម Entry Crystal Palace លេងក្នុងទឹកដី Old Trafford ហើយតាមស្ថិតិចុងក្រោយរបស់ក្រុម Manchester United តែតែធ្វើបានល្អជាងនិងរកបាល់បានច្រើនតទល់ជាមួយក្រុម Crystal Palace តំបន់ប្រយុទ្ធរបស់ក្រុម Manchester United ពិតជាខ្លាំងក្លានិងមុតស្រួចមែនទែននៅពេលបច្ចុប្បន្នតែតែក្រុម Crystal Palace មិនមែនជាក្រុមដែលងាយស្រួលស៊ីនោះទេបាទពួកគេតែតែការពារនឹងបាទវាបកបានលឿនមែនទែនសម្រាប់តំបន់ប្រយុទ្ធតែដោយសារកម្លាំងចិត្តអ្នកកតនិងគុណភាពកីឡាករបាទរបស់ក្រុម Manchester United បាច់គ្នាខ្លាំងណាស់បងប្អូនAdmin គិតថា Man U នឹងមានសង្ឃឹមខ្ពស់ក្នុងការយក3បន្ទុកបានក្នុងទឹកដី Old Trafford សម្រាប់គូទី1 Admin ជឿថា Manchester United នឹងឈ្នះទៅលើក្រុម Crystal Palace ដោយលទ្ធផល2-1ចូលមកដល់គូទី2បាទក្រុម Fulham បាទទ្វារកីឡាដ្ឋាន Craven Cottage ទទួលក្រុម Tottenham Hotspur នេះជាការប្រកួតរវាងក្រុម Spurs ដែលស្ថិតក្នុងទម្រង់លេងដល់កំពូលមួយហើយនៅពេលបច្ចុប្បន្ន Spurs ត្រូវការឈ្នះដាច់ខាតដើម្បីគេចពីតំបន់គ្រោះថ្នាក់ចំណែកឯ Fulhamលេងក្នុងទឹកដី Craven Cottage មិនមានអ្នកគ្រប់គ្រងខ្លាំងដោយសារតែបច្ចេកទេសនិងការលេងរបស់ពួកគេមានកម្រិតតំបន់ការពារអាចនឹងនៅជាលំប្រហោងច្រើន Spurs តែទៅធ្វើបានល្អគូនេះនៅជា Spurs អាចនឹងមានប្រៀបជាទៅលើបក្រុមម្ចាស់ផ្ទះ Fulham Admin ធានទីថា Spurs នឹងឈ្នះដាច់ជាមួយនឹង Fulham ដោយលទ្ធផលប្រែដី3-1គូពិសេសចុងក្រោយការប្រកួតនៅ Derby London រវាងក្រុមកំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុម Tottenham Chelsea ការប្រកួតនៅកីឡដ្ឋាន Emirates Stadium នេះជាការប្រកួតដ៏ស្វិតស្វាញនិងតានតឹងបំផុតក្នុងចំណោម3គូយប់នេះ Arsenal កំពុងតែលេងបានល្អនិងមានសន្ទុះខ្លាំងក្នុងការប្រយុទ្ធកីឡាករ Bukayo Saka ជាកម្លាំងសំខាន់សម្រាប់ក្រុម Arsenal ប៉ុន្តែក្រុម Chelsea ទោះបីជាលេងក្តៅដីមែនតែការលេងបច្ចេកទេសនិងគុណភាពកីឡាករពួកគេហាក់នឹងមានចន្លោះប្រហោងច្រើនបើសិនជាកំភ្លើងធំ Arsenal មិនអាចបញ្ចប់ទីបានទេ Chelsea អាចនឹងវាយបកទម្លុះតំបន់ការពាររបស់ Arsenal ជាមិនខានគូនេះ Admin ទាយថា Arsenal នឹងឈ្នះទៅលើ Chelsea ដោយលទ្ធផល2-1យ៉ាងតានតឹងបំផុតសរុបលទ្ធផលយប់នេះ Admin ជឿជាក់លើក្រុមទាំង3ធំថានឹងយកឈ្នះក្នុងការប្រកួតយប់នេះចុះបងប្អូនយល់យ៉ាងណាកុំភ្លេច comment លទ្ធផលខាងក្រោមនេះទាំងអស់គ្នាជួយចុច like share និង subscribe channel Admin ដើម្បីទទួលបានវីដេអូថ្មីៗរៀងរាល់ថ្ងៃមានសូមអរគុណជួបគ្នានៅវីដេអូក្រោយ